បាទជិបសួរពុកម៉ែបងប្អូនបាទអានេះទូខ្នាត144គ្រាប់បាទអានេះវាអូតូ5មុខបងប្អូនណាទី1គឺអូតូកដៅបាទនៅអំពូលភ្លើនឹងមានថាវាខ្វះកដៅវាភ្លឺគ្រាប់កដៅវាលត់ណាបាទហ្នឹងហើយហើយទី2គឺអូតូបង្វិលពងបាទអញ្ចឹងមានថារាល់90នាទីវាប្រែម្ដងវាកញ្ច្រែងវាបះឡើងលើ90នាទីកញ្ច្រែងវាបះចុះក្រោមណាបាទអញ្ចឹងការផ្អៀងផ្អងរបស់វាហ្នឹង90នាទីហ្នឹងគឺធ្វើឲ្យវាចំនួនមេកាយពងវាដែលវាពីលើចុះក្រោមពីក្រោមទៅលើអញ្ចឹងណាបាទហ្នឹងហើយអញ្ចឹងហ្នឹងគេហៅថាការបង្វិលពងអូតូបង្វិលពងបាទទី2បាទទី3នោះទឹកហូរចូលលើស្វ័យប្រវត្តិចង់និយាយថាយើងមានប៉ោលទឹកមានប៉ោលអីចឹងក្នុងហ្នឹងវាមានប្រដាប់ផ្លុំប្រដាប់អីចឹងណាហើយចឹងទឹកខាងក្នុងស្រកអាលើវាហូរចូលស្រកវាហូរចូលចឹងណាអាហ្នឹងគេហៅថាអូតូទឹកចឹងទី3បាទទី4បាទអូតូសណើមបាទសណើមយើងកំណត់លេខ65ណាបាទនេះ65អញ្ចឹង65នេះយើងកំណត់អញ្ចឹងលេខខាងលើវារត់ពី60ដល់65ណា6ឡើង61 62 63 64 65អាប្រដាប់ផ្លុំទឹកហ្នឹងវាលត់បាទផ្លុំផ្សែងហ្នឹងណាបាទចំហាយទឹកហ្នឹងវាផ្ដាច់ទៅហើយនៅពេលដែលវាគ្រប់អញ្ចឹងហើយលេខខាងលើវាធ្លាក់ណា64 63 62 61 60គាត់អាប្រាប់ផ្លុំវាចាប់ដើមផ្លុំទៀតអញ្ចឹងអាហ្នឹងគេហៅថាអូតូសណើមអញ្ចឹងសណើមដែលយើងកំណត់ក្នុងទូខ្ចោះយើងកំណត់ពី65ទៅ70អញ្ចឹងណាព្រោះមាន់វាអាចញាស់ចន្លោះពីសណើមរបស់វារត់ពី65ដល់70បាទអញ្ចឹងយើងកំណត់ប៉ុណ្ណឹងទៅវារត់ចន្លោះហ្នឹងបាទហ្នឹងហើយចុងក្រោយបាទអូតូចុងក្រោយគឺនេះបាទនេះចង្ហាល់នេះបែរមុខចេញក្រៅបាទតួនាទីរបស់វាគឺបឺតកណ្ដៅលើសចេញបងប្អូនណាបាទមានន័យថាលេខនេះលេខដែលយើងកំណត់ណាបាទកំណត់ដើម្បីឲ្យម៉ាស៊ីនហ្នឹងវាធ្វើការបាទហើយអញ្ចឹងអាលេខខាងលើនេះបាទលេខខាងលើនេះគឺកម្ដៅជាក់ស្ដែងក្នុងទូបាទនេះណាកម្ដៅជាក់ស្ដែងក្នុងទូអញ្ចឹង37គាត់ដល់37.5វាលត់អំពូលជាប់ភ្លឺណាបាទណាដល់ពេលអាលេខជាក់ស្ដែងនេះវាឡើងច្រាលឡើងឧទាហរណ៍ដល់37.7 37.8វាចាប់ដើមលើអាលេខក្រោម2លេខចាប់ពី2លេខទៅអញ្ចឹងអាកង្ហាលមួយនេះតួនាទីរបស់វាគឺបឺតបាទបឺតកណ្ដៅលើសចេញបាទហ្នឹងគេហៅថាអូតូកណ្ដៅបឺតកណ្ដៅលើសចេញបាទហើយអានេះតួនាទីវាមានមួយទៀតណាបាទរាល់2ម៉ោងកណ្ដៅខែត្រជាក់ប៉ុណ្ណាក៏ដោយអាកណ្ដៅនេះខ្វះប៉ុណ្ណាក៏ដោយប៉ុន្តែរាល់2ម៉ោងអានេះបឺតម្ដងបាទបឺតហើយគោលបំណងនៃវាបឺតមិនមែនចេះតែបឺតទេណាបាទតួនាទីដែលវាបឺតខ្យល់ចេញហ្នឹងគឺមានថាវាបឺតក្លិនអាក្រក់ដែលបញ្ចេញពីសុទ្ធបាទពោះសុទ្ធយើងវាដកដង្ហើមដូចមនុស្សយើងអញ្ចឹងស្រូបយកអុកស៊ីហ្សែនបាទបញ្ចេញមកវិញគឺកាបូនឌីអុកស៊ីតឬក៏ឧស្ម័នកាបូនិកដែលថាជាឧស្ម័នពុលណាបាទអញ្ចឹងវាបញ្ចេញមកបាទហើយអញ្ចឹងតួនាទីរបស់វានេះគឺបឺតបាទកាលណាវាបឺតចេញអាខ្យល់អាក្រក់ចេញអញ្ចឹងខ្យល់ល្អដែលនៅក្នុងជុំវិញនេះមជ្ឈដ្ឋានជុំវិញបរិយាកាសនេះវាចូលតាមនេះបាទចូលតាមរុនដែលយើងកំណត់បាទនេះបាទដែលយើងបាននេះបាទចោះវាដើម្បីឲ្យអុកស៊ីហ្សែនចូលបាទអុកស៊ីហ្សែនថ្មីចូលបាទហ្នឹងហើយព្រោះតែចូលទៅអាសុទ្ធនឹងវាស្រូបយកហើយវាបញ្ចេញមកវិញគឺកាបូនិកណាបាទហ្នឹងហើយអញ្ចឹងវាអូតូច្រើនបងប្អូនអញ្ចឹងយើងប្រើនេះគឺងាយស្រួលបាទយើងងាយស្រួលហើយពពោះក្បាលបញ្ជាអស់នេះវាគ្រប់គ្រងសីតុណ្ហភាពបានល្អចង់និយាយថាទាំងកដៅទាំងសណើមគឺវា control បានល្អបងប្អូនបាទខុសពីក្បាលបញ្ជាតូចអញ្ចឹងតូចនៅពេលដែលសីតុណ្ហភាពប្រែប្រួលនៅខាងក្រៅនេះបរិយាកាសខាងក្រៅនេះប្រែប្រួលខ្លាំងវាធ្វើឲ្យអាទូក្នុងហ្នឹងសីតុណ្ហភាពក្នុងទូគឺវាប្រែប្រួលខ្លាំងដែរបងប្អូនណាបាទទូនេះយើងមានបិទសង្កសីបាទសង្កសីកម្រាស់ 3C បាទវាក្រាស់គូសមមែនតើបាទហើយទ្របស្នោបាទអ៊ីសូឡង់មួយទៀតបាទអ៊ីសូឡង់នៅក្នុងបងប្អូនចាំងនេះបងប្អូនបាទយើងមើលទៅនេះឃើញទេចាំងណាបាទអញ្ចឹងអាហ្នឹងវាការពីកណ្ដៅបានល្អប៉ុន្តែចង់និយាយថាវានៅតែប្រែប្រួលអញ្ចឹងដោយសារអីទូយើងមានប្រហោងអានេះក៏ប្រហោងបងប្អូនណាបាទនេះបាទនេះដល់ពេលអញ្ចឹងវានៅតែប្រែប្រួលខ្លាំងអញ្ចឹងពេលខែក្ដៅខ្លាំងគឺវាទ្រាំទ្របានគាត់ថាពេលខ្លះបើយើងដាក់ចំអាកន្លែងដែលក្ដៅខ្លាំងដែរដបូលយើងអត់បានដាក់ពីដានដាក់អីចឹងបងប្អូនបាទអត់បានបាញ់ទឹកបាញ់អីសើមអញ្ចឹងអាមជ្ឈដ្ឋានជុំវិញហ្នឹងក៏វាពិបាកនឹងជួយបានដែរវាអូតូមែនប៉ុន្តែដល់ពេលដែល
លុបខ្លាំងក៏វាអូតូអត់គ្រួយដែរបាទបឺតរហូតអានេះបឺតរហូតបងប្អូនណាបាទពេលដែលក្តៅលើខ្លាំងអានេះបឺតរហូតបើអត់ដោយសារនេះវាអត់ថយណាលេខនឹងអត់ថយអានឹងបឺតរហូតដោយសារនេះលេខនេះអត់ថយទេអត់ធ្លាក់ដល់ 37.5.6 ទេវានៅតែ 38 39 អញ្ចឹងណាព្រោះមជ្ឈដ្ឋានខាងក្រៅវាក្តៅខ្លាំងហើយកាលណានឹងបឺតរហូតធ្វើឲ្យសណ្ដើមនេះថយបាទនេះណាអាហ្នឹងវាទៅពាក់ព័ន្ធគ្នាអញ្ចឹងបាទចឹងបើកាលណាអនុបឺតខ្លាំងពេកបឺតឧទាហរណ៍ពេលថ្ងៃឡើងម៉ោង1ម៉ោង2ចាប់ផ្ដើមបឺតរហូតដល់ម៉ោង4អីបានថយអញ្ចឹងណាព្រោះមេឃវាក្តៅបាទអញ្ចឹងអានេះវាបញ្ជាឲ្យអាផ្ដាប់ផ្លុំទឹកវាផ្លុំរហូតដែរអញ្ចឹងបងប្អូនបាទអញ្ចឹងមានថាយើងប្រើប្រាស់ទូខ្ជស់កុំអាងទៅវាអូតូគ្រប់បងប្អូនណាបាទដល់ពេលយើងចេះដាក់វាចេះទុកដាក់វាចំមកកន្លែងក្តៅកន្លែងហាលភ្លៀងហាលអីឬក៏កន្លែងតែខ្យល់ត្រជាក់ខ្លាំងអីក៏វាប្រែប្រួលខ្លះដែរបងប្អូនធ្វើទៅបាត់តែវាមានអ៊ីសឡង់មានអីក៏ពិតមែនក៏ប៉ុន្តែវាមានប្រហោងបងប្អូនប្រហោងហ្នឹងគឺឲ្យដែលឲ្យអាខ្យល់ហ្នឹងវាចេញបានចូលបានតាមដែលវាចង់អញ្ចឹងណាបងប្អូនបាទទៅតាមមជ្ឈដ្ឋានអញ្ចឹងណាហើយអញ្ចឹងបាននៅហ្វាមគេធំហ្នឹងបាទកន្លែងដាក់ទូខ្ជស់គេប្រើម៉ាស៊ីនត្រជាក់ហ្នឹងគេ control អាសីតុណ្ហភាពហ្នឹងគឺតែ25អង្សាសេឬក៏30អង្សាសេចុះគេ control ប៉ុណ្ណឹងទៅឬក៏28អង្សាសេទៅដើម្បីឲ្យអាទូនេះមជ្ឈដ្ឋានជំវិញទូហ្នឹងគឺវាមានសីតុណ្ហភាពថេរបាទទោះបីខែក្តៅប៉ុណ្ណាខែត្រជាក់ប៉ុណ្ណាក៏វាសីតុណ្ហភាពវានៅតែប៉ុណ្ណឹងអញ្ចឹងមានថាវាអត្រាញាស់របស់វាក៏ល្អដែរបងប្អូនណាល្អទៅតាមនឹងដែរអញ្ចឹងមានថាស្អីក៏ដោយល្អប៉ុណ្ណាក៏ដោយបើសិនតែយើងអត់យកចិត្តទុកដាក់នឹងការមើលថែវាទេអត់យល់ពីវាទេក៏វាមិនអាចជោគជ័យបានដែរបាទអញ្ចឹងអរគុណបាទ